ជំរាបសួរពុកម៉ែបងប្អូនពុកមីងថ្ងៃនេះគឺបានមកមើលស្រែដែលប្រុសប៉ះមេឃភ្លៀងហើយស្រែនេះបងប្អូនអ្នកគ្នាយើងឃើញថាឥឡូវនេះវាបែកគុំដុះឡើងចិត្តខ្លះហើយគ្រាន់បើជាងមុនឆ្ងាយបងប្អូនចាជាពិសេសអ្នកផ្នែកនៅគៀនភ្លឺនេះគ្រាន់បើជាងមុនឆ្ងាយហើយខ្ញុំដើរពិនិត្យមកជុំមិញហ្នឹងស្រែរបស់គាត់កំពុងតែចាប់ផ្ដើមមានតកើឲ្យបងប្អូនចាស្រូវនេះប្រើពូជ OM 5451បច្ចុប្បន្នហ្នឹងពូជនេះគឺបានប្រហែលជា26ថ្ងៃបងប្អូនប្រុស200គីឡូក្នុងមួយហាត់ហើយពេលប្រុសហ្នឹងចៃដន្យអីមេឃភ្លៀងពុលប៉ះភ្លៀងដល់ជើងទៅវារៀងស្ដើងតិចទៀតបងប្អូនអ្នកគ្នាហើយដោយសារឃើញស្រែគាត់ចឹងខ្ញុំណែនាំឲ្យគាត់ប្រើអាមីណូដេ5បូកជាមួយនឹង stress ប្រើវគ្គ1វគ្គ2ប្រើតើម៉ាំបូកជាមួយនឹង D1 ចាមួយយើងប្រើអាមីណូដេ5បូកជាមួយនឹង stress ហ្នឹងដើម្បីជួយឲ្យជំរុញរឹសស្រូវហ្នឹងឲ្យវាចេញបានច្រើនចាបងប្អូនហើយយើងមើលផលិតផលទាំងអស់គ្នាបងប្អូនចាយើងមើលលទ្ធផលទាំងអស់គ្នាតើពេលបាញ់តើម៉ាំបូកជាមួយនឹង D1 ហើយតើវាយ៉ាងណាតើស្រូវហ្នឹងវាល្អជាងមុនបែកគុំជាងមុនឬក៏យ៉ាងម៉េចបងប្អូនបងប្អូនបច្ចុប្បន្នហ្នឹងស្រូវនៅលើដៃខ្ញុំហ្នឹងគឺស្រូវវាសម្រាប់ដើមមួយគ្រាប់ចាអានេះមួយគ្រាប់គឺបែកបានប៉ុណ្ណេះបងប្អូនអាហ្នឹងវាដោយដើមដោយកន្លែងដែរបងប្អូនដីកន្លែងណាវាល្អអញ្ចឹងទៅវាបែកច្រើនជាងហ្នឹងចាហើយមិនត្រឹមតែដើមមិញទេដើមផ្សេងក៏បែកគុំល្អដែរបងប្អូននេះខាងនេះដើមផ្សេងក៏បែកគុំល្អដែរតែថាយើងទៅបាច់ជីគិតម្ដងលើប្រហែល 4-5 ថ្ងៃឯងបងប្អូន1 2 3 4 5 6នេះកូនគុំទៅចេញទូចមួយទៀតនេះបងប្អូនអ្នកគ្នាស្រូវនេះមើលតំណងទៅដើមវាមិនទាន់ធំធាត់ដោយសារដីហ្នឹងដីលេខខ្សាច់បងប្អូនខ្ញុំមិនទាន់បានសួរគាត់វិធីប្រើប្រាស់ជីរបស់គាត់ផងដោយសារគាត់ប្រើជីហ្នឹងគាត់ក៏មិនបានសួរខ្ញុំណាបងប្អូនចាំមើលខ្ញុំណែនាំជូនគាត់អំពីវិធីប្រើជីមើលមិនដែរដោយសារបច្ចុប្បន្ននេះឃើញដើមនេះវាបែកគុំល្អបងប្អូនដើមបែកគុំល្អដើមខៀវដើមរឹងបងប្អូនដើមរឹងស្លឹកត្រង់ហ៎ចាបងប្អូនឃើញស្លឹកស្រូវអញ្ចឹងដោយសារម្ចាស់ស្រែហ្នឹងទៅបាញ់សេវ៉ាឡូហើយទេសេវ៉ាឡូហ្នឹងគឺថ្នាំស្មៅបងប្អូនចាទៅបើស្លឹកវាអញ្ចឹងគឺការពិតមុនហ្នឹងខ្ញុំមកមើលគឺស្លឹកវាត្រង់ស្អាតបងប្អូនយើងប្រើតៅម៉ាំហ្នឹងក្រៅពីជំនួយនៃការបែកគុំក៏វាជួយការប្រឹងដើមកាត់បន្ថយកម្ពស់តិចតួចដែរបងប្អូនដល់អញ្ចឹងទៅស្រូវនេះបាន26ថ្ងៃប៉ុន្តែយើងមិនឃើញវាកម្ពស់ពេកទេហើយឃើញថាដើមវារឹងត្រង់បានល្អទៀតបងប្អូននៅក្នុងវគ្គទី2នេះក្រៅពីយើងបាញ់ថ្នាំបំពេញយើងក៏បាញ់ថ្នាំជំងឺដែរគឺការពារជំងឺប្រឡាស់បាក់តេរីហើយនិងអុចត្នោតមានក្នុងកញ្ចប់ដាអូង VA ហើយយើងការពារទ្រីបមូសផ្លុងទៀតបងប្អូនមាននៅក្នុងរៃអិត2ហើយយើងដាក់ថែមម្ដងថ្នាំសើគឺថ្នាំជ្រាបដើម្បីជួយជ្រាបបានល្អបងប្អូនក្រៅពីកន្លែងមិញកន្លែងផ្សេងនេះខ្ញុំឃើញថាក៏វាបែកគុំដែរកន្លែងផ្សេងក៏វាធ្វើការបែកគុំដែរវាដោយកន្លែងដូចខ្ញុំនិយាយចឹងបងប្អូនដោយកន្លែងខ្លះ5ដើមកន្លែងខ្លះ3ដើមកន្លែងខ្លះ4ដើមអញ្ចឹងទៅហើយសម្រាប់ដើមនេះអូយបាក់ដកទឹកអូ my godអានេះបែកបាន5-6ដើមយើងមិនគិតអាដើមតូចទៅចេញទៀតអានេះដើមតូចទៅចេញទៀតណាបងប្អូននេះហើយរើសវិញវ៉ាវរើសគឺចេញមកធំសល្អបងប្អូនអ្នកគ្នានេះហ្នឹងស្រែហ្នឹងបាជីបានតែប្រហែលចូល5ថ្ងៃហើយដើមនេះឬស្អាតជាងដើមមិញបងប្អូនតែវាធ្វើការចេញរឹសដូចគ្នាវាចាប់ដើមចេញរឹសកូនរឹសតូចដូចគ្នាបងប្អូនរឹសចេញវែងសរឹសមាំរឹសធំមាំបងប្អូន
sơ rước chân chứ ban lo bông bồn nặc đi chà hơi sầm rạp bánh ha môi tiết bông bồn sầm rạp đây bông bồn na đây mình smile á đây miền mặt khang tiệp mặt khang phu ấy á bông bồn nặc ní dương từ tay phải giặt mình tay trong pi bánh ha nâng người ta pra chi á chà bông bồn p để dương ba chi á dương mình từ ba chi smile kia thở bông bồn nên chấn p để bông bồn ba chi smile kia hơi á bông bồn p cả lại cái phu nấng bông bồn đào dư tích tư hay p cả lại tiếp nó bông bồn đào lươn tích tư chà hay p để dương ba hai nữa bông bồn hay bay buồn ngày hai chi pram ngày cào á rồi có buồn ngày cào ấy đó bông bồn đào mưa cả lại cái phu nấng á bờ sân vi nơi tại sao ấy bông bồn dục chi mà thay mà cả lại sơ đài này đây cái phu bông bồn nặc ní chà thôi giờ nước man sơ vi lụt lót smile kiaហើយបញ្ហាមួយទៀតចំពោះនៃការគ្រប់គ្រងកម្រិតទឹកបងប្អូនសម្រាប់ដីស្រែនៅដីលឹកខ្សាច់នឹងបងប្អូនត្រូវតែបូមទឹកឲ្យពេញស្រែណាចាកុំឲ្យមានកន្លែងកពុះលើផ្នែកដីកពុះហ្នឹងគឺកុំឲ្យវាឃើញដីយើងដាក់ទឹកឲ្យពេញស្រែហ្មងទៅចាហើយពេលដែលបងប្អូនបានជីហើយបងប្អូនទៅថាឧស្សាហ៍តែមើលស្រែតិចតើទឹកហ្នឹងវាមានចាប់ស្រកអត់ព្រោះអីពេលវេលាដែលស្រូវស្រូបយកជីហ្នឹងអាម៉េចក៏ប៉ាន់5ថ្ងៃដែរបងប្អូនបើសិនដីរបស់បងប្អូនដីគាត់ដីស្មើធ្វើស្មើហើយវាមិនមែនជាបញ្ហាទេដីបងប្អូនស្រែលើហ្នឹងភាគច្រើនគឺដីវាមិនសូវស្មើទេដល់បងប្អូនស្រែបឹងដីវាឈូសឆាយវាស្មើជាងអញ្ចឹងណាដីបងប្អូនស្រែលើវាមិនសូវជាស្មើបានទេដូច្នេះបញ្ហានៃការបាក់ជីហ្នឹងបងប្អូនត្រូវតែប្រយ័ត្នតិចបងប្អូនយើងឧស្សាហ៍មើលស្រែបាក់ជីហើយយើងមួយថ្ងៃក្រោយយើងមកមើលស្រែមកឃើញតែកន្លែងណាខ្សោយយើងដាក់ថែមជីតិចតួចទៅតែត្រូវតែមើលដែរខ្សោយហ្នឹងខ្សោយដោយសារខ្វះសារធាតុបំប៉នឬក៏ខ្សោយដោយសារជំងឺនឹងក៏សត្វល្អិតបើថាខ្សោយដោយសារសត្វល្អិតហ្នឹងយើងធ្វើការបាញ់កម្ចាត់សត្វល្អិតឬក៏បាញ់កម្ចាត់ជំងឺសិនចាំយើងផ្ដល់សារធាតុបំប៉នក្រោយចាបងប្អូនខ្ញុំនឹងធ្វើការតាមដានស្រែនេះនៅវីដេអូក្រោយៗទៀតបងប្អូនសម្រាប់ការបកស្រាយរបស់នេះខ្ញុំក៏សូមចាប់ត្រឹមនឹងសិនជួបគ្នាជាមួយបងប្អូននៅក្នុងវីដេអូក្រោយៗទៀតចាអរគុណបងប្អូនដែលបានចំណាយពេលវេលាដើម្បីតាមដានទស្សនាវីដេអូរបស់នេះខ្ញុំចាសូមអរគុណសូមជម្រាបលា